ចូលដល់ខែត្រជាក់គឺជាខែដែលខ្ញុំស្អប់ជាងគេបំផុតពីព្រោះអីគឺថាចេញទៅក្រៅម្ដងគឺពិបាកខ្លាំងមែនតើត្រជាក់ចង់ដៃត្រជាក់ចង់ជើងបើការស្លៀកពាក់វិញឃ្លុំឲ្យដូចទីងម៉ងសូម្បីតែនៅក្នុងផ្ទះក៏ត្រូវពាក់អាវនឹងឲ្យកក់ក្ដៅដែរហ្នឹងសម្រាប់ខ្ញុំអ្នកចាញ់ល្ងីឯងប៉ុន្តែបើសិនជាគេផ្សេងគេអត់សូវចាញ់ល្ងីអត់សូវមានបញ្ហាអីទេតែសម្រាប់អ្នកចាញ់ល្ងីគឺស្អប់ខែត្រជាក់ខ្លាំងមែនតើហើយចូលដល់ខែហ្នឹងគឺបកាវាចិត្តអស់ហើយពេលអញ្ចឹងយើងត្រូវទិញយកមកដើម្បីធ្វើបកាត្រាំទឹកស៊ីអ៊ីវហើយនឹងទិញបកាមកបាន5គីឡូបងប្អូនបកាស្រស់ល្អហើយខ្ញុំយកមកគឺខ្ញុំយកមកត្រាំខ្លួនឯងឯរាល់ឆ្នាំគឺខ្ញុំអត់ត្រាំខ្លួនឯងឯឲ្យបងគាត់ត្រាំឲ្យអញ្ចឹងណាតែឆ្នាំហ្នឹងយើងត្រូវធ្វើខ្លួនឯងយើងឈប់ពឹងគេទៀតហើយហើយខ្ញុំធ្វើបកាត្រាំទឹកស៊ីអ៊ីវនេះគឺខ្ញុំអត់មានស្ងោរទឹកស៊ីអ៊ីវខ្លួនឯងទេខ្ញុំទិញគេហ្មងណាបើសិនជាបងគាត់ធ្វើគឺគាត់ធ្វើខ្លួនឯងគាត់ស្ងោរទឹកស៊ីអ៊ីវខ្លួនឯងហើយការស្ងោរទឹកស៊ីអ៊ីវខ្លួនឯងនឹងវារៀងពិបាកដែរអញ្ចឹងណាបើយើងធ្វើអត់ត្រូវគឺអត់ឆ្ងាញ់ទេអញ្ចឹងខ្ជិលទិញគេហ្មងទៅលឿនដោយសារយើងវារវល់ដែរអញ្ចឹងណាហើយខ្ញុំឆ្លៀតយកពាក់កណ្ដាលដាក់ក្លាសេនៅក្នុងទូទឹកកកទុកហូបពេលក្រោយអញ្ចឹងទៅហើយពាក់កណ្ដាលទៀតគឺយើងត្រាំជាមួយនឹងទឹកស៊ីអ៊ីវនឹងមកត្រាំទឹកស៊ីអ៊ីវយើងអាចទុកហូបបានយូរហូបតែម្ដងតិចហ្នឹងណាបងប្អូនហើយទុកហូបគ្រាន់ថាតម្រាំទៅដល់ខែបកានឹងវាដល់វិញអញ្ចឹងទៅណាហើយសម្រាប់ជនជាតិកូរ៉េភាគច្រើនគឺគាត់ចូលចិត្តហូបមកហូបណាដែលតាមរដូវកាលដូចថារដូវហ្នឹងគឺជារដូវហូបបកាអញ្ចឹងគឺគាត់ហូបបកាមួយរយៈពេលអញ្ចឹងទៅអស់ពីបកាវាចូលទៅជាអីគេនេះoyster ចូលដល់ oyster គឺគាត់ហូប oyster មួយរយៈហ្នឹងអស់ oyster អញ្ចឹងទៅចូលដល់ខែក្តាមសេះហូបក្តាមសេះមួយរយៈអញ្ចឹងទៅគឺគាត់ចូលដល់ខែផ្សេងទៀតអញ្ចឹងទៅហើយបើសម្រាប់គ្រួសារខ្ញុំវិញបើថារបស់ហ្នឹងវាដូចថាវាខុសរដូវរបស់វាខុសរដូវកាលរបស់វាអញ្ចឹងគឺគាត់អត់ទៅហូបទេបើដូចនៅខ្មែរយើងនិយាយទៅចាញ់មកគ្រប់រដូវហ្មងស្មើណាក៏មានពេលណាក៏មានដែរហើយបកាដែលខ្ញុំបានត្រាំមិញគឺខ្ញុំលើកយកមកដាក់នៅនឹងទូទឹកកកមកប្រហែលជាមួយថ្ងៃ2ថ្ងៃហើយចាំយើងលើកវាយកមកកដៅម្ដងទៀតប៉ុន្តែដោយសារថាទូទឹកកកវាអត់ចូលដាក់វាអត់ចូលពេលអញ្ចឹងយើងកែច្នៃវាហើយដាក់ចូលបានសម្រាប់យើងផ្អាប់វាទុកមួយយប់2យប់ហើយចាំលើកយកមកយកទឹកសម្រិតយកតែទឹកទេដាក់កម្ដៅម្ដងទៀតដើម្បីឲ្យទឹកស៊ីអ៊ីវហ្នឹងវាមានរសជាតិកាន់តែជ្រៅដូចស្រាផែនដីឯងពេលដែលយើងស្ងោរវាម្ដងទៀតទៅទឹកស៊ីអ៊ីវហ្នឹងវារៀងខាសអស់បន្តិចទៅវារៀងខាប់ពេលអញ្ចឹងទៅយើងយកទៅចាក់នៅក្នុងបង្គៀរបស់យើងទៅបង្គៀហ្នឹងវាដូចថាវារៀងជាតិជាងមុនវារៀងខ្លាំងជាតិខ្លាំងជាងមុនអញ្ចឹងណាបន្ទាប់ពីយើងស្ងោរវាម្ដង2ដងអីចឹងទៅហើយគឺយើងយកបង្គៀរបស់យើងហ្នឹងស្រង់វាដាក់នៅក្នុងកឡតូចមកផ្អប់តូចចឹងមកហើយយើងយកដាក់ក្នុងទូទឹកកកពេលថ្ងៃក្រោយយើងត្រូវការញ៉ាំអីគឺយើងស្រួលយកវាមកផ្អប់គឺមកពេលហ្មងហើយយើងដាក់ផ្អប់អញ្ចឹងរក្សាក្នុងទូទឹកកកអញ្ចឹងគឺល្អជាងដាក់ថង់ដោយសារថាវាអត់មានចូលខ្យល់វាអត់មានអីអញ្ចឹងទៅយើងដូចថាយើងទុកដាក់អីគឺវាស្រួលដែរអញ្ចឹងណាហើយទឹកស៊ីអ៊ីវហ្នឹងគឺខ្ញុំដួសដាក់ជាមួយគ្នាអញ្ចឹងហ្មងដាក់បកកជាមួយគ្នាអញ្ចឹងហ្មងទៅថ្ងៃក្រោយយើងអាចយកទឹកបកាហ្នឹងយកស្រូបបាយស្រូបអីអញ្ចឹងក៏បានដែរដោយសារថាទឹកស៊ីអ៊ីវហ្នឹងគឺវាអត់សូវប្រៃអីហ្មងទេទឹកស៊ីអ៊ីវហ្នឹងអត់ប្រៃខាសទេគឺវារសជាតិដែលយើងអាចដួសញ៉ាំបានណាឥឡូវបកាត្រាំរបស់ខ្ញុំគឺរួចរាល់ហើយខ្ញុំដាក់អញ្ចឹងទុកហូបពេលក្រោយ